99 in the Forest វាជា game Roblox មួយដែលកំពុងតែមានការចាប់អារម្មណ៍ខ្លាំងមែនទែននៅពេលថ្មីៗនេះនៅពេលដែលអ្នកទាំងអស់គ្នាចូលទៅក្នុង game នេះមានការបញ្ជាក់មួយប្រាប់អ្នកទាំងអស់គ្នាថាវាត្រូវបានបំផុសគំនិតមួយដោយរឿងរ៉ាវពិតប្រាកដនៅក្នុង game នេះទោះជាយ៉ាងណាក៏ដោយវាមិនបានប្រាប់អ្នកទាំងអស់គ្នាច្រើនជាងនេះទេប៉ុន្តែកុំបារម្ភអីខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះហើយទាំងនេះគឺជាគ្រប់យ៉ាងដែលយើងបានដឹងអំពីសាច់រឿងគួរឲ្យខ្លាចតក់ស្លុតនៅពីក្រោយ game 99 in the Forest រឿងរ៉ាវរបស់យើងបានចាប់ផ្ដើមនៅថ្ងៃទី1ខែឧសភាឆ្នាំ2023នៅពេលដែលមានម្ដាយម្នាក់ឈ្មោះ Madalena Valenzuela ហើយសំទោសផងបើសិនជាខ្ញុំអានឈ្មោះអត់ត្រូវជាមួយនឹងអក្សររឹងវិរុទ្ធអង់គ្លេសតែពួកគេបានធ្វើដំណើរតាមយន្តហោះខ្នាតតូចឈ្មោះ Cessna ជាមួយនឹងកូនតូចៗចំនួន4នាក់ប្រហែលជាមួយម៉ោងក្រោយមកការហោះហើរពីលុតបានហៅទូរស័ព្ទសង្គ្រោះបន្ទាន់ដោយរាយការណ៍ពីការខូចខាតម៉ាស៊ីនបន្ទាប់មកមិនយូរប៉ុន្មានការតាក់ទងតាមវិទ្យុក៏បានត្រូវកាត់ផ្ដាច់ហើយយន្តហោះត្រូវបានធ្លាក់ចូលទៅក្នុងព្រៃជ្រៅ Amazon ក្នុងប្រទេសកូឡុំប៊ីកងទ័ពអាកាសកូឡុំប៊ីបានបញ្ជូនអធម្មភាគចក្រភ្លាមៗដើម្បីទៅរស់រោគមនុស្សនៅក្នុងតំបន់នោះពីឡុតនិងមេដឹកនាំជនជាតិដើមភាគតិចក្នុងតំបន់បានស្លាប់ភ្លាមៗមុនពេលប៉ះទង្គិចចំណែកម្ដាយបានរស់រានមានជីវិតត្រឹមតែ 2-3 ថ្ងៃប៉ុណ្ណោះហេតុការណ៍នេះបានបន្សល់ទុកកូនតូចៗចំនួន4នាក់គឺ Leslie Solini Tin និង Christine ហើយកូនពៅមានអាយុទើបតែ1ឆ្នាំប៉ុណ្ណោះក្រោយរយៈពេល30ថ្ងៃពួកគេត្រូវបានជួយសង្គ្រោះដោយកងទ័ពដែលហៅព្រឹត្តិការណ៍នេះជាអភូតហេតុក្មេងៗទាំងនោះបានហូបផ្លែឈើនិងបន្លែហើយនឹងត្រីដែលពួកគេបានចាប់បានដោយសារបទពិសោធន៍ដែលម្ដាយរបស់ពួកគេបានបង្រៀនពួកគេពីមុនមកនេះគឺជាចំណុចដែលប្រវត្តិសាស្ត្រពិតប្រាកដមានការផ្សារភ្ជាប់ខ្លះៗទៅនឹងសាច់រឿងរបស់យើងនៅក្នុង game 99 in the Forest ពេលដែលអ្នកទាំងគ្នាចាប់ផ្ដើមចូលលេង game វគ្គនេះអ្វីដំបូងអ្នកទាំងគ្នាគឺឃើញកដាព័ត៌មានដែលមានបិទរូបស្វែងរកកុមារបាត់ខ្លួនទាំង4ហើយអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងវគ្គនេះគឺមានបំណែកយន្តហោះដែលជ្រះចាប់មួយដែលអាចស្វែងរកឃើញនៅក្នុងព្រៃក្រោយពេលបានជួយសង្គ្រោះកុមារទាំងនោះមិនបានចែករំលែកអ្វីដែលបង្ហាញថាពួកគេបានជួបប្រទះនៅរឿងរ៉ាវអបិយជំនឿឬព្រានព្រៃជនជាតិដើមភាគតិចណាមួយឡើយប៉ុន្តែសាច់រឿងដែលនៅសេសសល់ហាក់ដូចជាដកស្រង់ការបំផុសគំនិតចេញពីទេវកថានិងរឿងព្រេងនិទានបែបអាថ៌កំបាំងតួអង្គអាក្រក់ចម្បងនៅក្នុងហ្គេមពោលគឺបិសាចក្តាន់ទំនងជាត្រូវបានបង្កើតឡើងដោយផ្អែកលើការរួមបញ្ចូលគ្នានៃសត្វក្តាន់ទេវកថាពី3ប្រភេទជាពិសេសគឺក្តាន់ Wendigo និងសត្វ Nordia Wendigo គឺជាសត្វក្នុងទេវកថាដែលត្រូវបានគេពិពណ៌នាថាមានរូបរាងដូចក្តាន់ដែលតែងតែដេញប្រមាញ់និងស៊ីសាច់ជាអាហារទោះជាយ៉ាងណាក៏ដោយ Wendigo ដែលគេតែងតែពិពណ៌នាជាទូទៅគឺមានផ្នែកនៅសងខាងក្បាលជាធម្មតាវាស៊ីស្មៅដូច្នេះផ្នែកដែលបែរទៅខាងមុខយើងឃើញនៅលើបិសាចក្តាន់ក្នុង game 99 in the Forest ប្រហែលជាត្រូវបានផ្អែកលើសត្វ Nordia គឺជាសត្វដែលគេនិយាយថារស់នៅក្នុងជួរភ្នំ Appalachian នៅក្នុងអាមេរិកខាងជើងលក្ខណៈសម្គាល់របស់វាជាញញប់គឺមានភាពរហ័សរហួនខ្សោយភាពកាចសាហាវនិងមានផ្នែកបែរមកខាងមុខដូចជាសត្វប្រមាញ់ឥឡូវនេះនៅពេលដែលអ្នកទាំងអស់នេះក្រឡេកមើលទៅផែនទីដែលនៅសេសសល់យើងអាចមើលឃើញកន្លែងថ្វាយបង្គំឬកន្លែងបូជាញាញ់ជាមួយនឹងពួកអ្នកមានឥទ្ធិពលអាថ៌កំបាំងចំណុចដែលគួរឲ្យចាប់អារម្មណ៍ជាងនេះគឺពួកគេបាននៅទីនោះទាំងយប់ទាំងថ្ងៃមានន័យថាបិសាចក្តាន់មិនវាយប្រហារពួកគេឡើយនេះអាចបង្ហាញពីការផ្សារភ្ជាប់ដ៏គួរឲ្យចាប់អារម្មណ៍និងសំខាន់មួយទៀតនៅរឿងព្រេងនិទាននោះគឺពួកអ្នកដែលគោរពលទ្ធិទាំងនោះបានបង្កើតសន្តិភាពជាមួយបិសាចដោយការថ្វាយបង្គំឬបូជាញាញ់អ្វីមួយដើម្បីការគោរពដល់ពួកវាតាមបែបបុរាណ Wendigo មិនត្រូវបានគេពណ៌នាថាអ្វីដែលអាចទទួលយកការថ្វាយបង្គំនោះទេប៉ុន្តែទេវកថាមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងហើយនៅជុំវិញពិភពលោកអ្នកអាចស្វែងរកវិញ្ញាណអាក្រក់ក្នុងព្រៃជាច្រើនទៀតដែលមានរូបរាងដូចជាសត្វក្តាន់ជាឧទាហរណ៍ Slesai មកពីទេវកថា Slavi ដែលទទួលយកការថ្វាយដង្វាយទោះជាយ៉ាងណាក៏ដោយវាហាក់ដូចជាមានលទ្ធភាពខ្ពស់ដែលអ្នកបង្កើតហ្គេមគ្រាន់តែដកស្រង់ការបំផុសគំនិតពីភាពយន្តល្បីៗដូចជា The Ritual ឬភាពយន្តថ្មីមួយទៀតគឺ The Empty Man ជាចុងក្រោយការដាក់ស្លាកថាផ្អែកលើរឿងពិតគឺពិតជាត្រឹមត្រូវក្នុងកម្រិតណាមួយប៉ុន្តែខ្ញុំគិតថាគោលដៅចម្បងរបស់វាគឺការទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះហ្គេមនិងធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់ចូលទៅលេងហ្គេមវគ្គនេះកាន់តែខ្លាំងព្រោះថារឿងពិតនោះមិនត្រឹមតែចំណែកតូចប៉ុណ្ណោះទេនៃហ្គេមទាំងមូលចុះអ្នកទាំងនេះគិតថាហ្គេមនៅក្នុងវគ្គនេះយកចេញពីសាច់រឿងពិតឬមួយក៏យ៉ាងណាកុំភ្លេច comment ប្រាប់ឲ្យខ្ញុំបានដឹងផងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត